ពេលនោះមកខ្ញុំក៏មិនអាចបានជួបគាត់ដែរប៉ុន្មានថ្ងៃក្រោយមកក្បាលរបស់ខ្ញុំមិនទាន់ជានៅឡើយនាំវាចេញភ្លាមមកមិននឹកស្មានថានៅទីនេះខ្ញុំបានជួបគេទៀតបងគួយជាអ្នកចាប់ខ្លួនគេមកទីនេះហេតែឯពិតជាកាប់ដៃជើងរបស់វាមែនហេមុំមករបស់វាស្អាតបានបើសិនជាកាប់ដៃកាប់ជើងរបស់វាចោលប្រកាសជាខ្លាយទៅជាមនុស្សដែលគួរអន់ណាស់អាឡតានេះជាសំណាអាក្រក់របស់ឯងហើយវៃកាប់ដៃទាំងពីររបស់ឯងរួចហើយឲ្យជើងរបស់ឯងទាំងពីរជន់ចង្កឹះនៅខាងក្រៅភ្លៀងខ្លាំងពេកខ្ញុំមានរំខានបងទេបងគួយលោកជីងលោកពូជីងគេចាំកាប់ដៃក្មេងៗណាជួយគេម្ដងទៅកុំសាហាវពេកបានទេធម្មតាទេតែខ្ញុំមិនយល់ព្រមឲ្យធ្វើដូច្នេះទេកុំជឿចាស់របស់យើងបានទេពិតមែនហើយខ្ញុំជាអ្នកទិញក្មេងនេះ$5,000ពេលនេះយើងគឺជាអ្នកទិញហើយពេលនេះគេឈ្មោះកៅអៅអាចរៃតម្លៃប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេកុំជេរវាអីវាសាហាវជាងឯងទៅទៀតសាហាវស្អីអាឡាត់ឯងក្រន់អើ我娘子，你怎么狠呢？哎呀，你可好小子！哎呀，លោកពូជីងបាននាំកៅជីងចេញពីទីនោះចាប់តាំងពីថ្ងៃនោះមកគេហាក់ដូចជាបាត់ដំណឹងពីលោកនេះទៅហើយលោកប៉ាយកចិញ្ចៀនដែលបោកប្រាស់ពីគេយកមកឲ្យខ្ញុំពាក់វាធ្វើដូចជាបន្តោងខ្សែកអញ្ចឹងឥឡូវខ្ញុំធំហើយលោកប៉ាខ្ញុំលើកតាំងពីខុបគុណក៏កាន់តែល្បីឈ្មោះបើកបនល្បែងទី3កន្លែងចាមានមនុស្សជាច្រើនហើយគាត់មានស្រួលទៅហើយចំណែកខ្ញុំគេទាំងអស់គ្នាចូលចិត្តឲ្យខ្ញុំថាបងឈីមានកៃហាងប៉ារបស់ខ្ញុំប្រាប់ថាយប់នេះកុំភ្លេចទៅចង់វ៉ានទីនោះមានភៀវពិសេសច្រើនអាម៉ាលើឡើងទីនេះក៏មានភៀវច្រើនដែរណែដល់ពេលខ្ញុំឲ្យខ្ញុំជាអ្នកឈ្នះឲ្យលុយមកខ្ញុំហ៎ឯងឈ្នះប្រមាណយើងឲ្យឯងប៉ុណ្ណឹងណែលោកបងជារៀងរាល់យកប្រាក់ឲ្យខ្ញុំអញ្ចឹងគឺសម្រាប់ឲ្យខ្ញុំចាយឬមួយចង់តាក់ទងខ្ញុំចង់ទាំងអស់ហើយចង់ឲ្យប្រាក់មកខ្ញុំចាយខ្ញុំពេញចិត្តណាស់តែបើចង់តាក់ទងខ្ញុំសូមយកប្រាក់នេះទៅវិញចុះណែឲ្យអ្នកណាមកជំនួសខ្ញុំសិនណាបងឈីអត់ធំវានេះគេកាំងខ្លាំងណាស់មានអីអស់ចាឲ្យគេចាត់ការវាទៅអីអងណាហើយស្រីលោឡាស្អីហ្នឹងលបងឲ្យគេមកធ្វើបានពួកយើងប្រកាសជាវេទនាចង់ឲ្យយកឯងមិនចង់រស់ហើយអ្នកណាម្នាក់មិនចង់រស់នោះគ្នារបស់យើងមានជាង30នាក់ចំណាយរបស់មានគ្នា2-3នាក់អាចទប់ទល់បានប្រហែលនាទីទៅយ៉ាងច្រើនណាស់ស្មើគ្នាបើសិនជារបស់បកាឲ្យ11ទល់ជាមួយនឹង1ទៅខ្ញុំប្រកាសជាវីវហើយគេចង់និយាយថាម៉េចគេនិយាយថាឆាប់ងាប់និយាយតែប៉ុណ្ណាថ្ងៃតើជួបគ្នាអាយ៉ាល្ងងនោះគេជាអ្នកណាជាជនជាតិវៀតណាមមករបស់ខ្ញុំណែនាំឲ្យស្គាល់ថាវាបកាយវាយណាគេបកាយស៊ីណាកាយស៊ីគេចេះវាយឬក៏មិនចេះនោះខ្ញុំមិនដឹងច្បាស់ទេតែគេពូកែស៊ីមែនគេស៊ីបាយសាច់ជ្រូកអស់10ចាំទៅហើយធម្មតាទេនៅវៀតណាមក្រចំណៃណាធ្លាប់ធ្វើទៅហ៊ានទេកាលពីសម័យសង្គ្រាមខ្ញុំនៅកងពលលេខ19គឺជាកងពលពិសេសឈ្មោះអីដែរថាខ្ញុំឡើងទៅបានលោកខានហូបបាយប្រហែលថ្ងៃហើយ4ថ្ងៃ4ថ្ងៃហូបបាយម្ដងប្រកាសជាឆ្ងាញ់ណាស់មែនទេកាលពីមុនគេស៊ីសាច់មនុស្សតែខ្ញុំមិនស៊ីសាច់មនុស្សទេគេអត់ព្រិចភ្នែកបានន័យថាគេនិយាយការពិតហើយនាងឲ្យខ្ញុំស៊ីបាយចានខ្ញុំនឹងជួយសម្រាប់មនុស្សជូននេះអញ្ចឹងគេមួយថ្ងៃស៊ីបាយខ្ញុំមួយចានក៏គេធ្វើដូចជាឯងចឹងដែរមែនទេតែឯងស៊ី10ចានឯងខ្ញុំនឹងសម្រាប់មនុស្ស10នាក់មិនបាច់ទេគ្រាន់តែបោះសម្អាតកន្លែងឲ្យបានល្អធានាថាស៊ីចែកទាំងប៉ុន្មានគឺខ្ញុំជាអ្នកទទួលខុសត្រូវតែកុំអាលអពេកលោមើល3ខែបើ3ខែខ្ញុំពេញចិត្តឯងនឹងមានប្រាក់ខែបើយើងមិនពេញចិត្តអត់ប្រាក់ខែហើយយើងគិតថ្លៃបាយទៀតត្រូវអាស៊ូបាយបានសម្គាល់ខ្លួនទៅគេមួយចង់យ៉ាងម៉េចមិនមានមនុស្សសម្រាប់ចូលមកណាសៀនមានរឿយណាសៀនហើយជាចេញមកឯងចេញទៅរកស្រាប់មែនទេ
ខ្ញុំសងថ្លៃបាយ10ចានឲ្យនាងវិញ នៅស្គៀមកុំកម្លាំងអសរស្គៀមណាហ៊ានកម្លាំងយើងកាត់ផ្នែកដំបងកភ្លាមនៅស្គៀមណែធ្វើចៃធ្វើចៃអស់ចាមែនតើកំចូលទាំងអស់11នាក់នាងនៅខ្វះបាយសាច់ជ្រូកខ្ញុំអាចារ្យ ខ្វះបាយសាច់ជ្រូកម្ចាស់នេះមិនអីទេខ្ញុំចេញទៅពិសាហើយឈីជាមួយខ្ញុំហើយឈីសាក៏ហូបបាន10ចានដែរពិតជាពូកែហូបមែនបានហើយកុំហូបទៀតខ្ញុំនាំឯងទៅកន្លែងដែលល្បីបំផុតនៅហុងកុងនេះអាស៊ូអូលោកប៉ាបាច់ទីមកដល់ហើយមិនក៏មិនគួរសមដាក់លោកពូឯងខ្ញុំទៅលោកពូវៃលោកពូវិនលោកពូស៊ីងនាងជាកូនស្រីរបស់ខ្ញុំយ៉ាងម៉េចដែរស្អាតអស្ចារ្យណាស់6 8 10 2 4 6 8 10ក៏អាចទុកថាស្វីតបានដែរមែនទេបុកធស្វឹងហើយខ្ញុំមិនស្វឹងទេខ្ញុំតាម50,000ខ្ញុំថែមពីលើ50,000ទៀតណាបុកធប្រយ័ត្នចាញ់បោកគេតើខ្ញុំលេងចំនួនវិញទៅហើយនៅក្មេងកុំនិយាយប្រដេកតើអ្នកណាបោកប្រាស់គាត់ពុកថខ្ញុំស្វឹងយ៉ាងណាបើសិនជាលោកតាមគាត់ប្រកាសជាចាស់កុំនិយាយប្រដេកប្រដាគេទាំងអស់គ្នាសុទ្ធតែជាមនុស្សចាស់ទុំគេមិនបោកប្រាស់យើងទេកុំបារម្ភអីបើសិនជាគ្មានលទ្ធភាពលេងទេទៅផ្ទះទៅគ្មានលទ្ធភាពយើងប្រកាសជាឈ្នះយើងស្វឹងស្រាប់ពិតមែនតែយើងឲ្យកូនរបស់យើងលេងជំនួសយើងគឺអសបហើយនេះមែនទេគេមានចរិតឆេកឆាប់មិនអាចលេងល្បែងបានទេតែម្នាក់នេះណាម្នាក់នេះគេលេងកោជីងបានពុកធွာឯងចូលមកលេងជំនួសយើងទៅណាណែពួកនាងមកនេះមកតាមយើងមកតាមយើងមកលោកសុំប្រយ័ត្នដល់ពេលណាហើយពុកធွာរបស់គេថែម50,000ខ្ញុំតាមខ្ញុំក៏តាមដែរខ្ញុំក៏តាមដែរអីយ៉ាវីបងខ្ញុំមិនដឹងថាមួយណាបាត់មួយណាបៀអូសទេខ្ញុំមិនអាចបើកបានទេបើកទៅអរគុណខ្ញុំផែកំតឹបឥឡូវខ្ញុំហៅ2លានណាសាមធំជាងឬមួយក៏ស្វីតធំជាងព្រោះលុយឈ្នះសុនឈ្នះផែ2លានខ្ញុំតាមហើយខ្ញុំថែមពីលើ3លានទៀតថែមពីលើខ្ញុំមិនតាមទេយើងអាចឈ្នះទៅចុះសំណាងល្អណាស់បៀរបស់ខ្ញុំមិនសុនទេផែ8ផែ8ហើយនេះក៏អាចថាបៀឲ្យសុនណែសំទោសខ្ញុំមើលបៀច្រឡំការពិតគឺផែ8នេះគឺជាលើកទី1ដែលខ្ញុំលេងបៀឥឡូវខ្ញុំឈ្នះហើយមែនទេមែនហើយហើយលេងម្ដាយទៀតចុះអាល្អិតនេះគេមានសំណាងល្អមែនអ្នកទាំងអស់គ្នាស្គាល់គ្នាហើយរឿងអីដែលយើងទទួលស្គាល់គេជាមិត្តភក្តិនោះពួកគេនិយាយគ្នាដល់មិនលឺសោះខ្ញុំជាអ្នកហៅឥឡូវខ្ញុំហៅ50,000ខ្ញុំតាម
ខ្ញុំតែអង្គុយក្នុងមួយផ្លែតណាបងសង្ហាមកយកហើយបងអត់និយាយរកខ្ញុំសោះខ្ញុំផើកញ្ចាខ្ញុំនិយាយថ្លៃឡនណា30,00030,000ខ្ញុំថែមពីលើ170,000បានន័យថា2លានហើយមែនទេខ្ញុំមិនតាមទេយើងមិនជឿថាបាត់បៀរបស់ឯងគឺជាសិលឹកអាត់នោះទេខ្ញុំថែម1លាន7សែនចៃបៀទៅឥឡូវយើងក៏មានអាត់ដែរបើសិនជាបាត់បៀរបស់ឯងអាត់នោះយើងចាក់ទាំងអស់មិនចាំបាច់ទុកទៀតបានចឹងខ្ញុំដាក់ទាំងអស់យើងផាយអាត់នឹងផាយកញ្ចាស់ទោះជាឯងមានអាត់ក៏ឯងមិនអាចឈ្នះយើងបានដែរសុំទោសខ្ញុំ2-3សន្លឹកលោកតាកែយ៉ាងម៉េចដែរលោកតាកែឯងទើបតែមកផាយសោះមិនក៏ឯងហ៊ានថែមប្រាក់សុំទោសពីព្រោះថាប្រាក់ដែលខ្ញុំថែមនេះគឺជាប្រាក់ដែលខ្ញុំឈ្នះតាឯងលោកម្ចាស់យ៉ាងម៉េចទេលោកម្ចាស់យ៉ាងម៉េចដែរមិនអីទេឆ្នាំមកដែរទេឥឡូវនេះពួកគេចាញ់ប្រាក់អស់ទៅហើយយើងគួរតែត្រឡប់ទៅវិញទៅទូតាន់លុយទៅនេះជាមូលបទានប័ត្រ$10 លានអរគុណច្រើននាំបងប្អូនយើងទៅសម្រាប់3នាក់នោះចោលទៅហើយប្រមូលមូលបទានប័ត្រមកវិញបាទលោកអូទៅជួយពួកវាឯងដឹងថាមួយណាមិនគួរសម្រាប់មែនទេខ្ញុំដឹងមិនក៏ដឹងព្រោះថានេះហូរឈាមតាមចាំមកដល់ពេលចេញដំណើរហើយសូមអ្នកដំណើរធ្វើដំណើរឲ្យបានរស់រានសូមបងប្អូនអ្នកដំណើរមេត្តាកុំឈរនៅក្បែរមាត់ទ្វារសូមមេត្តាកុំឈរនៅក្បែរមាត់ទ្វារអង្គុយកន្លែងរបស់ខ្ញុំទៅអរគុណឯណាមូលបទានប័ត្រគ្រាន់បើមែនអមាញ់មិញនៅក្នុងផ្ទះខ្ញុំក៏ដឹងថាឯងគ្រាន់បើជាងគេដែរមានតែឯងទេដែលតាមខ្ញុំទោះមានមនុស្សម្នាក់មកខ្ញុំសម្រាប់ឯងទេស្រីម្នាក់ដែលមានស្លាកស្នាមលើក្បាលនោះមែនទេតែខ្ញុំមិនឲ្យរបស់នោះតែឯងទេក្នុងរយៈពេល20នាទីបើខ្ញុំមិនអាចធ្វើឲ្យឯងបានខ្ញុំនឹងចាក់ចេញពីទីនេះសូមជាផ្លូវបាយគ្នាឡើយ
ស្ត្រីពុទ្ធធំឯងចង់ធ្វើស្អីឯងមិនចង់មើលគេបាយគ្នាទេបើឯងមិនមើលទេយើងមើលអ្នកទាំងអស់គ្នាចង់មើលដែរទេចង់មើលទុកគេបាយគ្នាចាំមើលធ្វើដល់ពេលហនខ្ញុំមិនឆ្នៃទេបើសិនជាវាយតទៅទៀតខ្ញុំប្រកាសជាចាញ់ឯងខ្ញុំមិនអាចឆ្នៃបានទេខ្ញុំឈ្មោះឡុងខ្ញុំកៅជីងថ្ងៃក្រោយជួបគ្នា30 វិនាទីបានហើយឥឡូវដៃទាំងពីររបស់នាងគឺជាដៃដែលទន់ភ្លន់បំផុតក៏ប៉ុន្តែរហ័សរហួនដៃរបស់នាងចាប់ស្អីក៏អាចដឹងបានដែរអាឈីងនាងយកសក់មួយសរសៃនេះដើម្បីសាកក្របលោកលក្ខនាខ្ញុំមើលទៅមើល3 4 5 12គ្រាប់ខ្ញុំថា2 3 3 8គ្រាប់អាឈីមពិតជាក្រាន់បើមែនចាខ្ញុំក៏យល់ថាខ្ញុំធ្វើបានល្អដែរថ្ងៃក្រោយនាំខ្ញុំទៅជាមួយផងណាមិនបានទេហេតុអីទៅតាំងពីនាងអាយុ9ឆ្នាំដៃរបស់នាងត្រាំនៅក្នុងទឹកដោះគោរហូតដល់នាងអាយុ20ឆ្នាំទៅហើយហេតុនេះមិនអាចប្រើប្រទេសប្រដាស់បានទេបើសិនជាមិនចាំបាច់យើងក៏មិនឲ្យគេដឹងថានាងគឺជាអាវុធសម្ងាត់យ៉ាងពិសេសរបស់យើងដែរលេងលបែងដែលដល់ថ្នាក់យកទ្រព្យសម្បត្តិគ្រួសារមកភ្នាល់នោះនឹងវាត្រូវតែផ្អាកក្នុងរយៈពេលនោះសិនអ្នកទទួលខុសត្រូវគេនឹងយកគម្របបិទពីសន្លឹកបៀឲ្យជិតអាឈីងបញ្ជាលើក្របលោកឡាមិនតាន់ដល់កម្រិតកំពូលទេសំខាន់គឺសន្លឹកបៀនាងហាត់5ឆ្នាំឥឡូវនាងសាថ្មីដៃរបស់នាងទៅមើលតើវាយ៉ាងម៉េចដែរទៅរួចហើយនៅអាយបើមើលទៅអាណាស្លឹកបៀពូកែមែនតែធ្វើអញ្ចឹងបានកាយជំហានទី1យកចេញជំហានទី2គឺដាក់ចូលវិញដាក់ចូលយ៉ាងមិនកើតទៅពីបាននិយាយណាយើងមកហាត់ពួកឯងជាង10ឆ្នាំគឺម្នាក់មួយស្នៀតគឺខ្លួនឯងជាអ្នកដឹងពីអាចកំបាំងយើងមកហាត់ឲ្យយ៉ាងណាគេដឹងច្បាស់ណាឯងជាអ្នកស្ទង់ចិត្តរបស់គេរីឯឈិញជាអ្នកដូបៀម្នាក់មួយស្នៀតគឺជារឿងយុត្តិធម៌អាជីងតាមការពិតក្នុងចំណោមពួកឯងទាំង3យើងពេញចិត្តឯងជាងគេពីព្រោះយើងនៅឪពុករបស់ឯងរាប់អានគ្នាណាយើងមានការសោកស្ដាយដែលយើងមកយឺតពេលបន្តិចទើបយើងមិនអាចជួយដល់គេបានអាជីឯងត្រូវចងចាំឲ្យច្បាស់ត្រូវចងចាំអ្នកដែលសម្រាប់ប៉ារបស់ឯងគឺជាអ្នកណាវាជាមនុស្សពូកែធ្វើទឹកមុខណាស់វាតែញញឹមជាមួយឯងជានិច្ចវាធ្វើឲ្យឯងភ្លេចខ្លួនតែឯងមិនត្រូវធ្វើប្រហែសទេហើយដូច្នេះហើយក្រោយពេលដែលយើងរកឯងឃើញយើងក៏សម្រេចចិត្តឲ្យឯងមានថ្វីដៃល្អលើសគេពុកធម៌បានបង្ហាត់ខ្ញុំច្រើនណាស់ខ្ញុំមិនអាចបំភ្លេចគុណរបស់ពុកធម៌បានទេឥឡូវនេះមានឱកាសមួយសម្រាប់ឯងល្បីឈ្មោះហើយតែពុកធម៌បាននិយាយថាប្រកបមករបស់ដូចជាយើងអញ្ចឹងកុំឲ្យល្បីឈ្មោះល្អជាងកន្លែងដែលមានច្បាប់លេងល្បែងធំដុំគឺបនល្បែងតែម្ដងអ្នកលេងល្បែងដូចជាយើងអញ្ចឹងសុទ្ធតែជាសត្រូវរបស់បនល្បែងហើយ
ឥឡូវនេះមានពេលមួយសម្រាប់ឲ្យឯងខ្លាយទៅជាម្ចាស់បនល្បីនោះគឺទេវតាល្បីតាមការពិតបនល្បីនៅអាស៊ីអាគ្នេយ៍តែងតែត្រូវពួកបរទេសមើលងាយដូចជាអឺរ៉ុបនិងអូស្ត្រាលីគេយល់ថាពួកយើងខ្វះជំនាញហើយត្រូវពួកជនអន្តពាលជាអ្នកបញ្ជាពីលើហើយដូច្នេះហើយបនល្បីនៅអាស៊ីអាគ្នេយ៍ក៏បានប្រជុំម្ដងសម្រាប់ចាត់ជ្រើសរើសទេវតាល្បីម្នាក់គឺជ្រើសរើសមនុស្សដែលមានថ្វីដៃល្អបំមើលការខុសត្រូវបនល្បីនៅអាស៊ីអាគ្នេយ៍ម្នាក់នោះជាអ្នកមើលការខុសត្រូវរាល់ការងារបនល្បីនិងតាមដានអ្នកដែលប្រើល្បិចហើយដូច្នេះខ្ញុំយល់ថាឯងស័ក្តិសមណាពុកធွာខ្ញុំមិនអាចទៅរួចទេតាមការពិតឯងពូកែជាងយើងទៅទៀតយើងយល់ថាឯងពិតជាមានលទ្ធភាពគ្រប់គ្រាន់ពុកធွာតាមការពិតពុកធွာទេដែលស័ក្តិសមជាងខ្ញុំនោះការពិតយើងចាស់ហើយម្យ៉ាងទៀតការដែលយើងនៅក្មេងយើងធ្លាប់មានដំណោះជាមួយនឹងបនល្បីច្រើនប៉ុន្តែយើងអាចធ្វើជាជំនាញការរបស់ឯងបានណាពុកធွာឲ្យបងឲ្យទៅចុះគេគ្រាន់តែជាជំនួយការយើងឲ្យគេចូលរួមជាមួយនឹងឯងគ្រាន់តែឲ្យគេបានជាគ្នាតែប៉ុណ្ណោះទេអាជីងយើងមានកូនស្រីម្នាក់ឈ្មោះអាឈីងឯងទាំងពីរអ្នករាប់អានគ្នាយ៉ាងណាយើងដឹងច្បាស់ណាពួកឯងមិនចាំបាច់លាក់នឹងយើងទេហើយពួកឯងទាំងពីរនៅជាមួយគ្នាយ៉ាងណាក៏យើងដឹងដែរបងឲ្យក៏ដឹងដែរទេគេទោះអាឈីងជាប្អូនស្រីទៅហើយតែប្រហែលឆ្នាំនេះខ្ញុំយល់ថាគាត់ទុកខ្ញុំជាសត្រូវគេយល់យ៉ាងណាខ្ញុំមិនដឹងទេក៏ប៉ុន្តែក្នុងចិត្តរបស់ខ្ញុំឯងគឺជាកូនប្រសាររបស់ខ្ញុំក្រោយពេលដែលឯងខ្លាយទៅជាទេវតាល្បែងយើងនឹងឲ្យអាឈីងរៀបការជាមួយនឹងឯងភ្លាមពុកធွာលពូជាមកដល់ហើយអីយ៉ាលបងជឿសុំតូនណាដែលលបងធ្វើដំណើរវែងឆ្ងាយមករកខ្ញុំសូមជើញចូលក្នុងនិយាយគ្នាសិនទៅអញ្ជើញបងលឿនឡើងលឿនឡើងលឿនយ៉ាទៅមកខាងនេះមកខាងនេះមកវិញមកខាងនេះកំព្រួយនេះបងហើយដល់ទៅខាងទៅមកខាងទៀតមកយ៉ាងតែមកយ៉ាងលឿនឡើងទៅបិទទៅខ្លួនចោលធ្លាក់មកហើយធ្លាក់មកហើយប្រយ័ត្នជួយបាំងមុខខ្ញុំមកចិត្តកុំឲ្យគេឃើញមុខខ្ញុំឯងគ្រប់ពាក្យសន្យាខ្ញុំបាននិយាយជាមួយឯងថាមកគឺមកចូលទៅក្នុងទៅជូតឲ្យស្អាតទឹកណីណាទឹកណីណាឯណាទឹកអូយអាឡាក៏មានអីគួរអស្ចារ្យទៅអាចជួបគេបានទៅវាមានអីអស្ចារ្យពេកក៏ខ្លាចវាខ្លាំងម្ល៉េះកុំនិយាយប្រាប់គេខ្ញុំសុំស្បាត់ខ្ញុំសង្ស័យថាបរិះនោះខ្ញុំស្រឡាញ់ជាង10ឆ្នាំមកហើយមានស្អីគេយកកៅហើយខ្ញុំចំណាំប៉ាធွာរបស់គេសាច់ទៅមកកៅមែនទេខ្ញុំមានមិត្តភក្តិតិចណារឿងនេះខ្ញុំមិនដឹងថាគួរនិយាយជាមួយអ្នកណាទេអញ្ចឹងហើយបានជាខ្ញុំមករកឯងមិនខ្លាចខ្ញុំក្បត់ឯងទេខ្ញុំដឹងអ្នកណាមិនក្បត់ខ្ញុំហើយអ្នកណាក្បត់ខ្ញុំអរគុណសួស្តីអ្នកទាំងអស់គ្នានិយាយរឿងអីហ្នឹងខ្ញុំដឹងថាបងឈ្មោះកៃជីងគឺជាឈ្មោះយ៉ាងល្អគឺថាណែគឺជាមនុស្សដែលទាំងចាស់ទាំងក្មេងគោរពខ្លាចសរសើរហើយឈ្មោះនេះពិតជាពិរោះណាស់មែនទេខ្ញុំកំពុងតែនិយាយពីអីហ្នឹងតាមពិតយើងពីមុនធ្លាប់ជួបគ្នាម្ដងតើបងនៅចាំទេខ្ញុំចាំយប់នោះបងឈ្នះច្រើនណាស់មិនត្រឹមតែយប់នោះទេកាលពី17ឆ្នាំមុនយើងតែពីរអ្នកជួបគ្នានៅក្នុងសួនច្បារម្ដងគឺនាងជាអ្នកជួយខ្ញុំហើយនេះហើយបានជាក្បាលរបស់នាងមានស្លាកស្នាមមួយមែនទេបន្តោងចិញ្ចៀននៅលើករបស់នាងនេះជារបស់បងស៊ឺមែនទេម្យ៉ាងទៀតមុនពេលដែលពុកធននាំខ្ញុំចេញពីទីនោះខ្ញុំចង់ជួយនាងណាតែពេលនោះនាងក៏មានរបួសដែរហើយនេះខ្ញុំគ្រាន់តែមើលខ្ញុំក៏ចាក់ចេញទៅតាមពិតបងចាំបានល្អខ្ញុំខ្មាស់គេណាស់មិនអញដឹងរឿងស្នេហាដំបូងរបស់នាងប្រាប់បងប្អូនចិត្តខាងច្រើនលើកមកហើយរឿងឯថាខ្ញុំមិនដឹងនោះthôiចេះបងជីងនៅពេលដែលខ្ញុំសួរផ្លូវគេគឺអ្នកប្រៃសណីម្នាក់ជាអ្នកប្រាប់ខ្ញុំថាម៉េចគឺ
គឺគេជាអ្នកប្រាប់បងមែនទេ ធម្មតាទេនេះគឺមកពីនាងទូរស័ព្ទឲ្យគេគ្រប់គ្នាមនុស្សទូទាំងពិភពលោកណាក៏ដឹងដែរ ថយចេញ អាយយ៉ាអូយ ស្អីហ្នឹង ថ្មនេះបើខ្ញុំមិនសើចខ្ញុំមិនដឹងថាធ្វើអីទៀតទេខ្ញុំសើចទៅវាអាក្រក់មើលណាស់មែនទេខ្ញុំពិតជាគួរឲ្យខ្ពើមណាស់មែនទេ មិនមែនទេមនុស្សចិត្តល្អយ៉ាងនេះមានអីគួរខ្ពើមទៅ បើបងលួងចិត្តខ្ញុំយ៉ាងនេះឥឡូវខ្ញុំលែងពិបាកចិត្តហើយចិញ្ចៀននេះជារបស់អ្នកបម្រើបង ឥឡូវបងសឿក៏ស្លាប់បាត់ហើយ ពាក់ចិញ្ចៀននេះទៅខ្ញុំយល់ថាវាមានសំណាងល្អស្អាតមែន ខ្ញុំលាបាយបាយ ណែខ្ញុំទៅមកកាយជាមួយបងដែរ ថ្ងៃក្រោយជួបគ្នា ណែកាយចេញខ្ញុំមានតែការជាច្រើនចង់និយាយជាមួយបងខ្ញុំចូលចិត្តរឿងរបស់បងទោះជាការសម័យរបស់កូនក្មេងម្នាក់នេះជារឿងធម្មតាទេ ខ្ញុំដឹងហើយ បើយល់ជាការល្អហើយទុកខ្ញុំជា បានហើយខ្ញុំដឹងហើយ បងមានសង្សារទេ គេឈ្មោះអាឈិង អាឈិងគួរឲ្យស្រឡាញ់ណាស់ប្រកាសជាគួរឲ្យស្រឡាញ់ពេលទំនេរនាំខ្ញុំស្គាល់នាងផង មិនអីទេអ្នកទាំងអស់គ្នាប្រកាសជាចូលចិត្តគេ ពិតមែន ខ្ញុំលាហើយណា ចាអញ្ចឹងចាអាឈិងតាមខ្ញុំស្មានប្រកាសជាស្រីដោះធំម្នាក់នោះទេដឹងដើមទ្រូងធំមានអីគួរអស្ចារ្យយ៉ាងយូរអាយុ24ឆ្នាំដោះទាំងពីររបស់គេធ្លាក់ចុះមកក្រោមទុកដូចជាបាល់ទាត់អញ្ចឹងយើងទាត់ធ្លាក់ចុះមកក្រោមយើងទាត់ទៀត ខ្ញុំលើថាការប្រកួតទេវតាល្បែងទូទាំងពិភពលោកមិនធម្មតាទេអ្នកណាក៏តាមដានពីរឿងនេះដែរជាពិសេសគឺជនជាតិឥណ្ឌូនេស៊ីឈ្មោះស៊ូធូនោះគេប្រកែកលេងល្បែងណាអ្នកណាហ៊ានលេងជាមួយគេអ្នកនោះប្រកាសជាចាញ់ ទៅយករូបថតជនជាតិឥណ្ឌូនេស៊ីយកមកឲ្យខ្ញុំ អាមនុស្សចង្រៃយើងវាយឯងអាមនុស្សចង្រៃយើងវាយឯងសយយើងវាយដៃរបស់ឯងយើងវាយឯងចាញ់យើងវាយឯងរហូតវាយជើងឯងវាយឯងចង្រៃរហូតឲ្យឯងចង្រៃរហូត មនុស្សដែលមានគេឈ្មោះល្បីល្បាញណាម្នាក់ក៏ទៅមកកៅដែរហើយនៅខាងក្រៅភ្នាល់គ្នាកាន់តែខ្លាំងកៅជិញគ្មានអ្នកគ្រប់គ្រងគេសុកចិត្ត1សង20ចំណែកស៊ូធូវិញ1សង1 ខ្ញុំទៅជួយកាយចេញគេប្រកាសជាឈ្នះយប់នេះយើងនាំគ្នាដេកឆ្អែតស្អែកទៅមើលគេប្រកួត មិត្តភក្តិខ្ញុំឈ្មោះហឺហុងសិនគេបានទិញសម្បត្តិពីមុខឲ្យយើង3ដល់ពេលនោះប្រកាសជាមានឡានមកទទួលយើងទៀតផងណាមិនធម្មតាទេ យើងសម្រាប់នៅណា ដេកតែឡា អាស៊ូអញកំពុងតែលេងសើចមែនទេនេះគឺជាសន្តាគារអីទៅ គេជាមិត្តភក្តិរបស់ខ្ញុំយល់ថាផ្ទះនេះប្រកាសជាល្អហើយបានជាគេរកមកឲ្យយើងស្នាក់នៅនោះ ហឺហុងសិនគេពិតជានៅទីនេះមែនទេ រឿងនេះខ្ញុំក៏មិនដឹងដែរហុងសិនជាមិត្តរបស់ខ្ញុំគេជាអ្នកប្រាប់ខ្ញុំថាមកស្នាក់នៅទីនេះតាខ្ញុំអត់ដឹងទេទេ ចាំជាប្រទេសផ្ដាស់មែន ល្អមកអាយុប្រហែលឆ្នាំហើយអាយុរបស់ខ្ញុំគិតមកដល់ឆ្នាំនេះ79អូយសុខភាពល្អមែននៅថែរមករួចគេហៅខ្ញុំថារ៉ូបែតវ៉ារ៉ូបែត សួស្ដីរ៉ូបែត មិនគិតក៏មិនមកពីមនុស្សច្រើនខ្ញុំមានសន្និដ្ឋានថាគេជាមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំហើយ គេរកយើងមែនទេ មែនទេធុញឡើងនឹងស្មានឡើងមកទូម្នាក់ទៀត កៅជីម៉ាយកៅជីម៉ាយ ណែនាំគ្នាថារូបថតកៅជីរាត្រីសម្រាប់ទេវតាល្បែងពិភពលោកជួបជុំគ្នាក្នុងពេលនេះមានចំនួន24នាក់ចែកចេញជា6ក្រុមដើម្បីប្រឡងប្រជែងនឹងគ្នាហើយក្នុងមួយក្រុមជ្រើសរើស2នាក់ដើម្បីចូលរួមការប្រកួតចុងក្រោយអ្នកទាំងអស់គ្នាការប្រកួតចាប់ផ្ដើមហើយ អ
ខ្ញុំដើរទាំងអស់នៅពេលដែលប្រកួតក្នុងតុមួយជ្រើសរើសមនុស្សតែ2នាក់ទេអាជីងត្រូវតែឈ្នះអាជីងនឹងឲ្យពួកឯងកុំអស់សង្ឃឹមរងចាំពេលលើក្រោយទៀតទៅខ្ញុំចាស់ទាំងអស់ ខ្ញុំផាយបុនមិនតាមទេ ស្រីស្រស់មិនបានជាមិនតាមខ្ញុំតាមខ្ញុំមានតែអាចមួយក៏អាចឈ្នះឲ្យបានដែរសំទោសខ្ញុំផែពីរ សញ្ញាប៊ីរបស់លោកក្រាន់បានណាលោកចង់ឲ្យខ្ញុំធ្វើយ៉ាងណាដែរលោកនិយាយមក តាមចិត្តចុះ ខ្ញុំដាក់ទាំងអស់ទោះជាមើលធ្លុះសញ្ញាប៊ីក៏ដោយក្នុងនេះមានកាមេរ៉ាតាមស្អិតណាស់គ្មានអ្នកណាប្រើល្បិចបានឡើយ ខ្ញុំកំពុងតែគិតលុយរបស់ខ្ញុំគួរទិញឡានហ្វាឡាលីឬមួយកងការពារខ្ញុំតាមហើយម្យ៉ាងទៀតខ្ញុំថែមពីលើ6លានហ៊ានតាមទេមនុស្សចាស់ហើយគួរតែគិតគួរឲ្យបានវែងឆ្ងាយបន្តិច បានខ្ញុំតាមខ្ញុំផែអាប់និងផែកញ្ចាស់ខ្ញុំដឹងថាឯងយ៉ាងច្រើនផែអាប់និងផែ3ប៉ុណ្ណោះ អ្នកស្រីចំណាំនេះទៅឲ្យមិនគួរឆេះឆាពេកទេបៀរបស់ខ្ញុំគឺ3ដើមជប់សិនអ៊ំស្រីនៅចំពាក់ខ្ញុំ6លានទៀតថ្ងៃស្អែកឲ្យតែបោះឈ្នះជនជាតិឥណ្ឌូនេស៊ីនោះយើងនឹងត្រៀមការនៅអ៊ីតាលី គេនិយាយថានៅខាងក្រៅភ្នាល់គ្នាច្រើនណាស់គេសុកចិត្ត1សង2ចំណែកបងគឺ3សង1 នេះគឺជារឿងធម្មតាទេបងគិតរួចទៅហើយយើងត្រៀមការនៅវេននេះរួចហើយទីណូគេជួយកែសម្លៀកបំពាក់របស់អូនទៀត តែអូនចូលចិត្តខុសស៊ីច្រើនជាង ចាំបានកូនប្រុសឬមួយស្រី អត់ទេអត់ទេ ប៉ុន្តែជាដំបងត្រូវតែបានកូនប្រុសមុនយើងដាក់ឈ្មោះរបស់វាគឺខេស៊ីង មិនពីរោះទេបងខូចណាស់ ខូចស្អីយើងសូមអបអរសាទរមិនកាយលួចស្ដាប់យើងនិយាយគ្នាយើងមកតាំងពីមុនហើយទៅទៀតឯងស្វឹងស្រាហើយពិតមែនទេបើយើងមិនស្វឹងស្រាក៏មិនកើតដែរតាំងពីឯងមកនៅជាមួយលោកពូមកយើងមិនដែលបានសំណងម្ដងណាទេយើងហាត់ល្បែងរាល់ថ្ងៃចំណែកឯងគិតតែពីកំដរអាជីពឯងមានសំណាងល្អខ្លាំងណាស់ឯងកើតមកក្រនបើជាងយើងមិនក៏មិនឲ្យពួកយើងទាំងពីរប្រឡងប្រជែងគ្នាដោយយុត្តិធម៌ទៅហេតុអីបានជាខ្ញុំគ្រាន់តែជាជំនួយការរបស់ឯងទៅវិញហេតុអីបានជាយើងមិនអាចប្រឡងប្រជែងជាមួយឯងបានហេតុអីបានជាយើងលេខ2រហូតអញ្ចឹង បងកុំធ្វើអញ្ចឹង យើងជាបងប្អូននឹងគ្នាការពីអាឈិញឯងចង់បានអ្វីក៏ខ្ញុំយល់ព្រមជាមួយនឹងឯងដែរឯងមិនចាំបាច់ចិត្តល្អហើយក៏មិនចាំបាច់ដាក់ទៀតឲ្យខ្ញុំដែរកៅជីថ្ងៃណាមួយពិភពលោកទាំងមូលប្រកាសជាដឹងថាកៅអៅខ្ញុំនេះគឺជាទេវតាល្បែងយ៉ាងពិតប្រាកដយើងមិនចាញ់ឯងទេចង្រៃយោមួយថ្ងៃគិតតែពីផឹកស្រាអាឈិញឯងចេញទៅក្រៅមកផ្លែសិនទៅណា ចា ពុកធွာនេះជាស្អីកំភ្លើងមួយដើមគ្រាប់មួយគ្រាប់ថ្ងៃស្អែកណាម្នាក់ក៏គេមិនឲ្យយកកំភ្លើងចូលទៅដែរតែយើងមានការបារម្ភខ្លាចពួកគេប្រើល្បិចហើយនេះឲ្យទុកសម្រាប់ការពារខ្លួនទៅធ្វើអ្វីក៏ដោយត្រូវតែមានការប្រុងប្រយ័ត្នជាមុនទើបជាការល្អត្រូវការចាំបាច់មែនទេដល់ក្នុងអប៉ៅទៅយើងឲ្យគេទុកសម្បត្តិយន្តហោះទៅអ៊ីតាលីហើយបើសិនជាឯងឈ្នះយើងទៅជប់លៀងនៅទីនោះ អរគុណបងអ៊ូទុកពេលដែលយើងមកស្គាល់កន្លែងយ៉ាងនេះ បើសិនជាមិនមែនពួកយើងប្រាប់គេថាសម្បត្តិពិបាកទិញយើងប្រហែលជាមិនអាចចូលមកទីនេះបានដល់ងាយនោះទេ ត្រូវថាតែបងអ៊ូប្រើជើងរន្ទះយកឈ្នះពួកគេ ណែ បុតនេះបាន និយាយការពិតទៅចោះបើសិនជាពួកគេដឹងខ្លួនគេមកសងសឹកតែយើងគិតយ៉ាងម៉េចទៅ ខ្ញុំក៏មិនដឹងដែរ មិនអីទេតាមមើលពួកគេ 4-5 ម៉ោងទៀតទើបដឹងខ្លួនឡើង Yes
ជីងអស់ចាកៅជីងប្រកាសជាឈ្នះកៅជីងប្រកាសជាឈ្នះ អ្នកណាហ្នឹង មិត្តភក្តិ ម្នាក់ហ្នឹងឈ្មោះសៀជីងមែនទេ អាជីងឯងយកចិត្តទុកដាក់ទប់ទល់ជាមួយនឹងស៊ូធូកុំភ្លេចពីអ្វីដែលយើងបានបង្ហាត់ឯងនៅក្នុងសិភៅចិត្តសាស្ត្រឲ្យសោះណាមិនតន់ឈ្នះលុយតែឈ្នះចិត្តសិនមែនទេមែនហើយស្នៀតទី2គឺចាប់តោបង្ក្រាបខ្លាបញ្ចេញអតិពលខ្លួនឯងឲ្យគេមានការផិតភ័យចំណុចនេះសំខាន់ណាស់ណាពុកធរខ្ញុំមិនយល់ពីអត្ថន័យចុងក្រោយនៃគម្ពីរនេះទេគេចង់និយាយពីអ្វីទៅឃ្លាចុងក្រោយគេចង់និយាយថាបើសិនជាសត្រូវខ្លាំងជាងយើងខ្លួនឯងត្រូវតែធ្វើជាមនុស្សល្ងិតល្ងងអត់ដឹងអីដើម្បីឲ្យសត្រូវយល់ថាយើងប្រកាសជាចាញ់ហើយមានការធ្វេសប្រហែសបន្តមកទៀតនៅពេលដែលយើងឃើញសត្រូវដែលប្រើល្បិចដូចយើងចឹងចាំយកល្បិចរបស់យើងមកប្រើយើងមកហាត់ឯងបន្ថែមទៀតបៀខ្ញុំតូចណាស់ខ្ញុំមិនតាមទេមកលៀនខ្ញុំតាមថែមពីលើ5លាន ផែក្រមុំនិងផែ7មានន័យគួរខ្លាចបានខ្ញុំតាមសិនលឹក8នៅនឹងខ្ញុំ3លាន ខ្ញុំតាម3លានហើយខ្ញុំថែមពីលើទាំងអស់ បានខ្ញុំតាម7 3ដង ល្អណាស់នេះគឺជាស្រីដ៏ល្អបំផុតនៅក្នុងវងល្បែងតែគួរឲ្យស្ដាយខ្លាំងណាស់ខ្ញុំ38 គេនឹងកាយជីងអត់សមគ្នាទេមែនទេ សំពួកគេទាំងពីរសំគ្នាណា អត់ចេះនិយាយអីតតែសោះយ៉ាងម៉េចសុំទោសណា អាសួរ មិនចាំបាច់មើលបាបទៀតទេ5លានសន្លឹកអាត់និងសន្លឹកកញ្ចក់10លានលោកពូខ្ញុំតាខ្ញុំចាប់10លានហើយថែម30លានទៅលើតាមក៏តាមយ៉ាងម៉េច30លានទៅដែរទេ30លានក៏ឲ្យខ្ញុំតាមដែរប៉ុណ្ណឹងមានន័យឲ្យចាស់ទៅថែម50លានទៀតយ៉ាងមិនតាមដែរទេនិយាយបានគួរសមបន្តិចទៅលោកពូខ្ញុំតាមទៀតខ្ញុំតាមមើលទៅដូចជាធំហ្វាសិនយ៉ាងចឹងតែខ្ញុំមិនជឿពីរបៀបនេះសំជាធំហ្វាសិននោះទេគ្រាន់តែមុខបៀរបស់ខ្ញុំប៉ុណ្ណឹងក៏ខ្ញុំអាចឈ្នះបានដែរហើយប្រហែលហាមិនចុះខ្ញុំតាមចា
ទាំងអស់តាអ្នកណាខ្លាចទៅបានយើងតាមឥឡូវយើងភ្នាល់ជាមួយយើងដាក់ទាំងអស់នេះជាកម្ពុជាស្នេហ៍ចុងក្រោយដូចជានៅក្នុងកម្ពីបាននិយាយអញ្ចឹងយ៉ាងម៉េចដែរខ្ញុំតាមនេះគឺមូលប្រធានប័ត្រ$10 លានអាមេរិកនៅធនាគារស្វីសខ្ញុំមិនត្រឹមតែតាមលុយដែលនៅលើតុទាំងនេះទេថែម$10 លានអាមេរិកទៀតពិនិត្យមូលប្រធានប័ត្របានមានអ្នកណាថែមពីលើទៀតទេលោកកៅអៅនេះជាមូលប្រធានប័ត្រ$25 លានសហរដ្ឋអាមេរិកចុះទៅខ្ញុំតាមខ្ញុំឈប់តាមហើយសូមជ័យទៅចុះ ស៊ូធូចាញ់ហើយស៊ូធូចាញ់ហើយឆាប់ត្រឡប់ទៅស្រុកវិញទៅវិញយូបាត់បៀកយើងមិនចង់និយាយជាមួយឯងទេអាជីងយើងមានកិច្ចការចាំបាច់ចង់ប្រាប់ឯងពុកធေါ်សន្លឹកបៀកៅអើមិនធំជាងខ្ញុំទេមិនក៏ពុកធေါ်ឲ្យគេតាមតែយើងដឹងថាគេប្រកាសជាឈ្នះឯងមិនពិតទេពុកធေါ်ខ្ញុំហ៊ានហាងថាគេមិនមែនធំផាសុនទេឯងជឿយើងចុះហើយនេះឲ្យបានជាយើងឲ្យគេថែមពីលើ$15 លានទៀតឯងគុំតាមគេអីល្អជាងហេតុនេះបានជាមិនឲ្យតាមតាមក៏អត់ប្រយោជន៍ដែរអ្នកណាជាទេវតាល្បីយើងខ្លួនឯងបានដឹងច្បាស់ហើយឯងភ្លេចពីអ្វីដែលយើងបាននិយាយប្រាប់ឯងថ្ងៃមុនហើយអ្នកដែលមានថ្មីដៃមិនត្រូវបញ្ចេញមុខទេប្រាទើបជាគោលបំណងចាំបាច់របស់យើងពុកធေါ်ភ្នំនៅខាងក្រៅទៀតតាមការពិតយើងជាអ្នកភ្នំនៅខាងក្រៅច្រើនបំផុតយើងបានទទួលប្រាក់ជាង$300 លានអាមេរិកគេទាំងអស់គ្នាចាប់ថាឯងឈ្នះហើយនេះហើយបើសិនជាឯងឈ្នះយើងចាញ់រាប់$100 លានពុកថតនឹងពិចារណារបស់ខ្ញុំទេហើយគេខ្លាចជាទេវតាល្បែង2 ខែទៅ2 ខែក្រោយយើងនឹងឲ្យមុំបាត់ពិតរបស់គេឲ្យឯងខ្លាចជាទេវតាល្បែងសុំទោសឈប់សិនអាជីងយើងចំណាស់នេះទៅហើយឯងមិនចង់ឲ្យយើងរស់នៅបានស្រួលទេយ៉ាងម៉េចពុកថតខ្ញុំសូមសន្យាថាថ្ងៃក្រោយខ្ញុំនឹងខំយកឈ្នះជូនពុកថតឲ្យបានច្រើនតែយប់នេះខ្ញុំត្រូវតែខ្លាចខ្លួនជាទេវតាល្បែងបើមិនចឹងខ្ញុំមិនអស់ចិត្តទេនេះជាសម័យរបស់យុវវ័យជឿនលឿនអាជីងយើងយល់ពីចរិតរបស់ឯងច្បាស់ហើយធ្វើតាមគំនិតរបស់ឯងចុះយើងយល់ព្រមនឹងឯងពុកធေါ်យើងក៏ចោលគុំភាសារបស់យើងមានអនាគតល្អដែរសូមអរគុណគ្មានអីទេជីងយើងបានស្គាល់ឃាតករសម្រាប់ប៉ារបស់ឯងគេពូកែញញឹមធ្វើឲ្យយើងភ័យខ្លាចដូច្នេះឯងត្រូវទៅតាមរកម្នាក់នោះឲ្យឃើញដោយសារតែមានរឿងឃាតកម្មកើតឡើងកៅជីងបានទទួលមរណភាពហើយនេះឲ្យទុកឲ្យគូដណ្ដឹងរបស់គេជាអ្នកបន្តការប្រកួតកៅជីងលោកយ៉ាងម៉េចហ្នឹងលោកកៅជីងមានផែ9និងផែ10លោកមិនអាចស្លាប់ទេបៀរបស់លោកកៅអៅគឺថងហ្វាសុនលោកមិនអាចស្លាប់ទេលោកកៅអៅជាអ្នកឈ្នះលោកកៅអៅគឺជាទេវតាល្បែងចាប់ពីពេលនេះតទៅ
សូមឲ្យប្រលឹងរបស់លោកទៅកាន់ឋានសុគតិភពសូមឲ្យព្រះជាម្ចាស់ថែរក្សាលោកឲ្យលោកទទួលនូវជីវិតអមតៈសូមមេត្តាជួយថែរក្សាកៃជីងឲ្យគេចផុតពីគ្រោះថ្នាក់សូមវរទេវតាសូមទេវតាជួយថែរក្សាកៃជីងឲ្យគេចផុតពីគ្រោះថ្នាក់ទាំងឡាយខ្ញុំសូមថ្វាយបង្គំខ្ញុំសូមថ្វាយបង្គំ អ្នកទាំងអស់គ្នាជាបងប្អូនរបស់គេមែនទេ ចាពួកខ្ញុំជាបងប្អូនគេ កៅជីងជាមនុស្សមានសំណើល្អណាស់ក្របកំភ្លើងបាញ់ប្រឆាត់ពីក្រោយក្បាលរបស់គេមិនត្រូវខួរក្បាលនោះទេសរសៃប្រសាទរបស់គេភាគច្រើននៅរក្សាបានល្អក៏ប៉ុន្តែក្នុងរយៈពេលខ្លីៗនេះគេប្រហែលជាមានការសពេចសពលខ្លះនិយាយស្ដីក៏មិនសូវច្បាស់ហើយជួនកាលធ្វើឲ្យគេមានចរិតឆេវឆាវទៀតផងហើយនេះឲ្យខ្ញុំសំណូមពរឲ្យអ្នកទាំងអស់គ្នាជួយថែរក្សាគេបានល្អ មានអំណងថ្មីមកអីយ៉ាកៅឲ្យជាអ្នកទទួលអ្វីដែលជារបស់កៅជិញសង្សាររបស់គេក៏គេយកដែរអញ្ចឹងអ្នកនាងប្រកាសជាមានសង្ឃឹមហើយមែនទេ សូមឲ្យកៅជីងឃើញកសាញ់នេះសោះ កុំតិចផោតាំងចោលអ្នកនាងឈី មានការអី ខ្ញុំជាអ្នកហាមតាប្រហែលថ្ងៃនេះនាងអត់បានសម្រាកគួរតែទៅសម្រាកខ្លះទៅណាប្រយ័ត្នឈឺ បានហើយខ្ញុំមិនអីទេខ្ញុំចង់ឲ្យគេបើកភ្នែកភ្លាមហើយមើលឃើញខ្ញុំភ្លាម អារឿងអញ្ចឹងមានអីពិបាកទៅធ្វើអញ្ចេះទៅចប់បាត់ហើយឃើញបើកភ្នែកទេយកកុំវាយខ្ញុំធ្វើលេងទេបាត់ហើយយកឈឺណាអូយ ខ្ញុំថាគ្រូពេទ្យក ុំដកខ្ញុំសូមវល់ខ្ញុំដឹងថាបងចង់ស្លាប់ខ្ញុំដឹងថាបងស្ទើរតែខ្លាយទៅជាទេវតាល្បែងទៅហើយតែបងខ្លាយខ្លួនទៅជាអញ្ចឹងខ្ញុំក៏ពិបាកចិត្តដែរបើសិនជាខ្ញុំដូចបងវិញខ្ញុំក៏ធ្វើយ៉ាងនេះដែរក៏ប៉ុន្តែខ្ញុំសូមវល់បងនៅពេលដែលបងជាឲ្យដើររួចត្រូវប្រយ័ត្នខ្លួនឯងគ្រូពេទ្យថាបងប្រកាសជាដូចដើមវិញពេលដែលបងជាបងត្រូវយកអ្វីដែលជារបស់បងមកវិញទាំងអស់បងយល់ទេ អាឈីខ្ញុំគឺអាឈី ចង់ជួបឈិញមែនទេចាំខ្ញុំទៅឲ្យនាងឲ្យមកជួបបង ឥឡូវឡើងនេះគ្រូពេទ្យខាងនោះអូយកសែនេះខ្ញុំតាមរកយូរហើយនៅនេះសោះឲ្យមកខ្ញុំមក ពួកគេរៀបការពីម្សិលមិញបើមិនសប្បាយចិត្តយំតែបើមិនយំនិយាយអីមួយម៉ាត់មកចោលបងធ្វើយ៉ាងនេះខ្ញុំខ្លាចណាស់ អ្នកជំងឺលេងស្គាល់ក្លិនអាហារច្រើនណាស់ហេតុនេះហើយយើងចង់ដឹងថាតើក្លិនអាហារអ្វីដែលគេនៅចាំបាន អញ្ចឹងត្រូវសាកល្បងច្រើនណាស់មើលណែទឹកខ្ញីនេះយ៉ាងម៉េចដែរយ៉ាងម៉េចដែរទៅរសជាតិឆ្ងាញ់មែនទេពិសាច្រើនទៅលោកគ្រូពេទ្យបើសិនជាមានការប្រហែសធ្វើឲ្យគាត់ខឹងតែយ៉ាងម៉េចទៅ វាស្រេចទៅលើការខឹងនេះដល់កម្រិតណាជួនកាលធ្វើឲ្យគេឈួតជួនកាលធ្វើឲ្យគេល្ងងហើយជួនកាលខ្លាចដូចជាកូនក្មេងអញ្ចឹង កែចេញបងមិនពិសាអីច្រើនថ្ងៃហើយសូមមេត្តាអាណិតខ្ញុំបញ្ចុកបងឲ្យបងពិសាណាខ្ញុំដាំយូរហើយពិសាទៅ រាប់រយមុខទៅឲ្យដែលយើងសាឡបង
ឥឡូវនេះខ្ញុំទិញស្ករសុកឡាមកយកមកឲ្យគេហូបមកថាគេមិនហូបទេខ្ញុំហូបខ្លួនឯងក៏បាន សូ ដែរ កូឡា គេខានហូបប្រហែលថ្ងៃហើយ ពី3ថ្ងៃហើយ ថាចេញកាយចេញឯងត្រូវតែស៊ីឯងត្រូវទុកជីវិតឯងដើម្បីសងសឹកឯងរស់ដើម្បីសងសឹកស៊ីទៅឯងត្រូវតែស៊ីអស់ទៅស៊ីទៅនេះទៅ ណែកុំហើយចេះណែ ស៊ីទៅស៊ីអស់ទៅស៊ីទៅស៊ីទៅ គេព្រមហូបហើយគេដូចជាមានរសជាតិឆ្ងាញ់ណាស់ គេព្រមហើយស៊ីទៅថែមទៀតទៅគេព្រមហូបឲ្យតាថែមទៀតទៅ មិនចុកទៀតទៅ អស់ចានណា តាមពិតសូកូឡាមានជាតិល្វីងទៅបានជាគេចូលចិត្តហូបអញ្ចឹង នឹងជឿអ មានការអី នៅខាងក្រៅគេផ្សព្វផ្សាយថាកៅជីមតស្លាប់ដល់ គាត់មិនតាន់ស្លាប់មែនគាត់នៅរស់តែ បើខាងក្រៅគេដឹងកៅឲ្យក៏ដឹងដែរគេប្រកាសជាតាមសំណាក់កៅជី អញ្ចឹង យកអ្នកជំងឺទៅផ្ទះក៏បានដែរតែកុំភ្លេចឲ្យសោះថាខួរក្បាលរបស់គេធ្លាប់ត្រូវរបួសធ្វើយ៉ាងណាកុំឲ្យគេមានការឈឺចាប់តទៅទៀត ចាខ្ញុំដឹងហើយមិនឲ្យគេខឹងទេ ថ្លៃថ្នាំរបស់គេជាង 30 ម៉ឺននេះជាអ្នកទទួលខុសត្រូវ ជាង30ម៉ឺនមិនក៏ថ្លៃម៉េចទីបំផុតខ្ញុំមាន30ម៉ឺនរួចហើយនាំកាយជីងត្រឡប់ទៅផ្ទះប៉ុន្មានថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ពីព្រោះខ្ញុំបានជួយមុជទឹកឲ្យគាត់រាល់ថ្ងៃខ្ញុំផ្លៃបងអត់សុខខ្ញុំបានយកកាសែតវីដេអូឲ្យបងមើលតាមពិតនេះជារឿងដែលខ្ញុំចូលចិត្តមើលដែរតែឃើញរឿងរបស់បងខ្ញុំក៏ដឹងថាបងចូលចិត្តមើលរឿងបរទេសដែររឿងនេះខ្ញុំបានមើលច្រើនលើកហើយនោះម្នាក់នេះគឺអាឡាំងដឺឡុងគេសម្ដែងបានល្អណាស់គេនិយាយថាតួឯកនៅសៀងហៃក៏ធ្វើតាមគាត់ដែរសក់របស់គេរលោងស្អាតរាងក៏សង្ហាជូរហើយបងមិនទាន់និយាយអីសោះនៅទីនេះអស់រយៈពេល2ខែហើយម៉ាក់ខ្ញុំបាននិយាយថាបើសិនជាមានអីមិនសប្បាយនៅក្នុងចិត្តកុំលាក់ទុកនៅក្នុងចិត្តគួរតែនិយាយចេញមកអស់និយាយចេញមកវានឹងបានធូរក្នុងចិត្តខ្លះឥឡូវមានការអីបងត្រូវតែនិយាយចេញមកនិយាយការពិតទៅបើសិនជារយៈពេល1ខែមុននេះខ្ញុំជាបងវិញខ្ញុំក៏មិនចង់រស់ដែរមិនអាចកម្រើកខ្លួនបានហើយហាមាត់និយាយមិនចេញវេទនាជាងជាប់គប់ទៅទៀតបើសិនជារស់បែបនេះអស់មួយជីវិតមិនជារឿងធម្មតាទេប៉ុន្តែបងមានសំណាងល្អប៉ុនយូរប៉ុន្មានបងនឹងបានជាដូចដើមវិញណែទេវតាកំពុងតែជួយបងត្រូវចេះថែខ្លួនឯងឲ្យបានល្អយល់ទេបើសិនជាសាក់បងសិតដូចជាអាឡាំងដឺឡុងបងប្រកាសជាស្អាតជាងអាឡាំងដឺឡុងទៅទៀត ស្អុយណា ថាម៉េច សត់សអញ្ចឹងស្អុយណា បងនិយាយជាមួយខ្ញុំហ៎បងព្រមនិយាយជាមួយខ្ញុំហើយ ខ្ញុំមកដល់ទីនេះ2ខែខ្ញុំយល់ច្បាស់ហើយខ្ញុំចាញ់គ្មានសល់អ្វីខ្ញុំចាញ់ឆាជីវិតដូចជាការលេងល្បែងអញ្ចឹងពេលចាស់លោកពោលថាលេងល្បែងមិនទាន់ដល់ដំណាក់កាលចុងក្រោយគឺមិនទាន់ឈ្នះចាញ់ទេសូមអរគុណបើគុំតែបាននាងខ្ញុំប្រហែលជាមិនរស់ទេ បងត្រូវយករបស់ណាដែលជារបស់បងមកវិញតែលើក្រោយទៅលេងល្បែងកុំភ្លេចតែងខ្លួនឲ្យដូចជាអាឡាំងដឺឡុង កុំអីសត់សក់ដូចអាឡាំងដឺឡុងនៅពេលដែលបែកញើសស្អុយខ្លាំងណាស់ តែខ្ញុំចាំឃើញបងសិតសាក់បែបនោះណា បានខ្ញុំមកសិតសាក់ជ្រងដូចជានាងនិយាយអញ្ចឹង អញ្ចឹងបងសិតនៅក្នុងពេលនេះហ៎ សិតពេលនេះតែម្ដង ចាប់ផ្ដើមទៅ 你好久都没有收过话，回来已经2个多月了。我妈曾经说过呢，如果有不开心的事啊，不要闷在心里头。 ខ្ចីប្រាពីលោកប៉ារបស់នាងណា ពិតមែនហើយបើមិនអញ្ចឹងធ្វើយ៉ាងណាអាចជួយកាយជីងបាន ខ្ញុំមិនមែនខ្លាចគាត់មិនអោយទេក៏ប៉ុន្តែខ្ញុំខ្លាចគាត់គ្មានប្រា បា ក់ ត់អី គាត់ចំពាក់អាជីវច្រើនណាស់ទៅហើយបើសិនជាគេមករករឿងគាត់បានលុយណាសងគេ បានហើយ គិតមើលច្បាស់សិនទៅអើយជួយផងជួយផង លោកប៉ា ជួយផង លោកប៉ា ជួយផងជួយយើងផង មិនក៏ធ្វើបាបប៉ារបស់យើង ហេតុអីហ៎ពុករបស់នាងគេជំពាក់ប្រាក់យើងមួយយ៉ាងទៀតនាងជាអ្នកវាយយើងត្រូវតែទូទាត់បញ្ជីជាមួយនាង ត្រូវការប្រាក់មែនទេអាស៊ូ មកយកចោះ ចប់សិន
ឯងចង់ទូយើងជាមនុស្សឈួតឯងមានប្រាក់ពីណាមក យើងគ្មានប្រាក់មែនតែគូដណ្ដឹងរបស់នាងរបស់យើងមិនខ្វះទេ ឯងចង់និយាយថាម៉េច គូដណ្ដឹងរបស់នាងយើងគឺជាទេវតាល្បីដល់ល្បីឈ្មោះបំផុតនៅក្នុងលោកនេះពេលនេះខ្ញុំមិននិយាយក៏មិនកើតដែរ ឯងចង់និយាយថាម៉េចទេវតាល្បែងពេលនេះគេកំពុងតែក្រេបទឹកឃ្មុំបាត់ហើយ គេក្រេបទឹកខ្មុំបណ្ដាគេតាក់ទងជាមួយនាងរបស់យើងបានហើយមិន ឥឡូវយើងទុកពេលឯង2ម៉ោងតែនាំទេវតាល្បែងមកជួបយើងបើមិនចឹងទេឯងមកយកសាកសពឲ្យកូនគេទាំងពីរទៅហើយកុំប្តឹងប៉ូលីសឲ្យសោះស្ដាប់បានដែរទេស្ដាប់បានដែរទេ វីបយវីបយវីបយ កន្លែងនេះពិតជាស័ក្តិសមកន្លែងព្យាបាលរបស់មែនយើងបានជួបគ្រូពេទ្យព្យាបាលឯងដែរគេថាឯងមានសំណាងល្អណាស់ក្នុងចំណោមមនុស្ស 100000 នេះគ្មានអ្នកណាមានសំណាងល្អដូចជាឯងចឹងទេ អាណាជី ចង់ជួបបងថ្លៃរបស់ឯង បងជីងបងសុខសប្បាយជាតិទេបងមិនអីជាការល្អណាស់ អាឈិញទៅតែមកពី Las Vegas គេមិនធ្លាប់ញ៉ាំអាហារនៅទីនោះទេអាឈិញពេលនេះគេមានទង្ងន់ទៅហើយសុភមង្គលដែលខ្ញុំទទួលបានគឺអាឈិញខ្ញុំនឹងយកចិត្តទុកដាក់ស្រឡាញ់នេះហើយខ្ញុំនឹងឲ្យកូនរបស់ខ្ញុំមានអនាគត វាយទៅចុះ ហើយមិនស្រួលខ្លួនទេ ទៅចុះ អាឈិញនាងមានការចង់និយាយជាមួយអាឈិញមែនទេនាងយ៉ាងម៉េចទៅហើយ បងជីងទោះថ្ងៃក្រោយកូនរបស់ខ្ញុំស្រីក៏ដោយឬប្រុសក៏ដោយខ្ញុំនឹងឲ្យគេប្រើឈ្មោះកៅស៊ីងនឹងឲ្យគេធ្វើជាកូនធររបស់បង គេធ្វើជាកូនធររបស់ឯងថ្ងៃក្រោយគេចង់ធ្វើអ្វីក៏បានដែរ ឯងនិយាយកុហក អាឈិញឯងយ៉ាងម៉េចហ្នឹង នាងគ្មានសុភមង្គលទេនាងគ្មានសុភមង្គលទេនាងនិយាយកុហកខ្ញុំ បងជីងសុំទោសបងនិយាយខុសហើយ នាងមិនព្រមរៀបការទេប៉ុន្តែឪពុករបស់នាងហើយនៅទីនេះបង្ខំនាងគ្មានសុភមង្គលទេគេបង្ខំនាងរៀបការមែនទេ មិនមែនចឹងទេ មិនមែនទេខ្ញុំដឹងថានាងគ្មានសុភមង្គលទេនាងគ្មានសុភមង្គលទេនាងនិយាយប្រាប់ខ្ញុំមក បានហើយ នាងប្រាប់ខ្ញុំមកទេនាងគ្មានសុភមង្គលទេនាងគ្មានសុភមង្គលទេនាងគ្មានទេនាងគ្មានសុភមង្គលទេនាងកុហកខ្ញុំសូមនាងនិយាយការពិតទៅខ្ញុំមិនទ្រាំមិនបានទេខ្ញុំទ្រាំមិនបានទេនាងនិយាយការពិតទៅគេទៅខ្ញុំទ្រាំមិនបានទេនិយាយការពិតទៅនិយាយការពិតទៅ បងជីងស្នេហារបស់យើងជារឿងធម្មតាឥឡូវខ្ញុំជាបងថ្លៃបងត្រូវគួរសមផង វីបយអ្នកនាងឈីត្រូវលោកតកែចាប់ខ្លួនបាត់ទៅហើយតើអ្នកណាទៅជួយគាត់ទៅ ពីមកកន្លងផុតទៅអាស៊ូមិនតន់ឃើញត្រឡប់មកវិញទៀតប្រយ័ត្នលងអូវាយពួកឯងណាហើយនេះលងអូហ៎ឥឡូវកំភ្លើងទាំង5កំពុងតែតម្រង់ទៅហើយឯងនិយាយត្រូវមែនគេមិនមកទេអញ្ចឹងឯងមកធ្វើស្អី សុំទោសអ្នកទាំងអស់គ្នាទេវតាល្បែងណាមកធម្មតាទេវតាល្បែងមានសក់វែងមែន បងសម្លាញ់ជួយខ្ញុំផង ខ្ញុំជាទេវតាល្បែងសូមមេត្តាផ្ដល់កិត្តិយសដល់ខ្ញុំដល់លេខសង្សាររបស់ខ្ញុំទៅបានទេ ហើយពិតជាទេវតាល្បែងមែន ពិតជាទេវតាល្បែងមែនបើសិនជាលបងមិនជឿទេផ្ដល់ជាមួយគាត់ទៅបើសិនជាលបងចាញ់ដល់លេខនាងឈីមិនអីទេឲ្យគេជាអ្នកធ្វើមេខ្ញុំជាអ្នកចាក់អស់ចាមែន6 3ដកអីយ៉ា ចង្រៃយោហើយស្មានតែយើងជាកូនក្មេងហ៎ អីយ៉ាអីយយ ឯងជាទេវតាល្បែងឯងពូកែលេងលោកឡាក់ណាមែនទេ សូមលោកដកដៃរបស់លោកចេញសិនទៅ ឥឡូវយើងក៏លោកឯងចាក់បន្តិចទៀតឯងក៏លោកយើងជាអ្នកចាក់ ហើយឈប់លេងឲ្យគ្មានលេខគួរសប្បាយទេហើយយ៉ាខ្ញុំអត់ដឹងថាអញ្ចឹងសោះធំហាហា3 4 4ពិតជាធំមែនត្រូវហើយយើងឈ្នះហើយឆាប់ដល់លេខលោកប៉ាយើងទៅ តើលេងគេទៅ ហេតុអីបានចោលដោះលែងខ្ញុំហេតុអីបានចោលដោះលែងគេ កដាទី2 គឺខ្ញុំហ៎កុំភ័យអីខ្ញុំបកកែណាចាទៅ ខ្ញុំចាក់ធំ11គ្រាប់ធំ មិនកើតទេគេមិនទាន់ក្លុកឯណា អ្នកណាថាមិនកើត
chào bao giờ hả mùi bay đón ពិតជាល្ងងមែនណា ấy lớn đi mà đòn tiền ở sao lực បាន nhưng cho tôi 4 5 6ធំបងធំមកដូចជាចម្លែក lấy rồi chào đòn lên kia phim thôi sao lực បាន ណែស្ដាប់បានទេដល់ đòn លេង lên ចឹង chăm ទៅ phong ấy lớn đi đòn viên dương mà đòn mà đòn đi tay chặt lấyประมาณទៅបាយអាចឈ្នះបានចាទៅ លេខ និយាយម្ដងទៀត 1លេខ 1 ក្របលោកឡាក់មាន3ក្របណា បងជីងបងច្រឡំទេដឹង បងធំអានេះជាអាយុជីវិតរបស់ខ្ញុំកុំយកមកលេងសាយឲ្យសោះណាលេខ 1 ហឹម ហ៎អា ឯណាក្របលោកឡាក់ផ្សេងទៀត ខ្ញុំឃើញលោកលួចយកក្របលោកឡាក់មួយដែរ តើគេជាអ្នកណាហើយđâyបានជាពូកែខ្លាំងម្ល៉េះ គាត់មិនមែនធ្វើពុតទេគឺជាទេវតាល្បែងមែនគាត់ពិតជាឈួតដល់លេងខ្ញុំទៅខ្ញុំឈប់លេងហើយបងជឿអើយខ្ញុំសុំបង ចង់និយាយថាម៉េចហើយចេញ សាទៅ ធ្វើ សា ទៅ ទៅ បង សា ជឿ ទៅ ធ្វើគេទៅ อุ้ยឆាប់នាំគ្នាទៅប៉ូលីសមកដល់ឥឡូវនេះហើយក ុំអារម្មណ៍ខ្លាំងពេក ទៅឡើង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 ពិតជាល្ងងមែន អ្នកដែលល្ងងគឺបងណាឆាប់ទៅគេយ៉ាងម៉េចទៅហើយ តាមពេទ្យពិនិត្យអារម្មណ៍របស់គេដូចជាម្លោះខ្ញុំសន្និដ្ឋានថានេះជាជំងឺសរសៃប្រសាទក្នុងជំហានទី1គេប្រហែលជាគ្មានសង្ឃឹមទេ បងជីងកុំតាត់គេមកនេះឲ្យឆាប់ឡើងទៅមកនេះមកឲ្យឆាប់ឡើងមកបងជីងបងកុំធ្វើអញ្ចឹងបងធ្វើអីបងប្រកាសជាកុំធ្វើអញ្ចឹងណាបងជីងកុំធ្វើអញ្ចឹងបងជីងគាត់យ៉ាងម៉េចទៅហើយ តាមការពិនិត្យអារម្មណ៍របស់គេដូចជាមិនស្រួលតាមខ្ញុំស្មានគាត់ជំនាញទី1 យើងកំពុងតែគិតតើគេឈួតពិតឬក៏មិនពិតប៉ុណ្ណឹងទៅឲ្យមានន័យមិនឈួតក្រែងលោកប៉ាបានសួរគេហើយតើ ប្រយ័ត្នប្រយែងទៅល្អជាងតំណែងជាទេវតាល្បែងឥឡូវនេះនៅចំពោះមុខមានសត្រូវម្នាក់យ៉ាងធំទៀតរឿងនេះមិនមែនធម្មតាទេវានឹងប៉ះពាល់ដល់កិត្តិយសរបស់យើង កាលពីមុននៅ Las Vegas មានគេទទួលស្វាគមន៍យើងច្រើនណាស់ឥឡូវស្រាប់តែរៀបចំកម្មវិធីប្រកួតម្ដងទៀតខ្ញុំមិនដឹងថាគេកំពុងតែធ្វើស្អីនោះទេ ដូចជានយោបាយអញ្ចឹងការលេងល្បែងគឺមានឈ្នះមានចាញ់បើឲ្យពួកអាស៊ីមកធ្វើជាទេវតាល្បែងពួកអឺរ៉ុបវាប្រកាសជាអាម៉ាស់មុខខ្លាំងណាស់ឲ្យដឹងទេ នៅជាមួយពួកបរទេសក៏មិនឈ្នះខ្ញុំដែរ ពិតមែនហើយបើសិនជាកៅជីងមិនមែនឈួតពិតប្រកបទេគេទៅចូលរួមក្នុងការប្រកួតពិភពលោកអញ្ចឹងឯងមានសង្ឃឹមអាចឈ្នះគេដែរទេ ចេញមក លេងសាប់ខ្ញុំលេង នាងលួចស្ដាប់ស្អី គ្មានទេខ្ញុំគ្រាន់តែដាក់កាន់តែលេង នាងនិយាយទៅហត់ លេងខ្ញុំទៅ ដៃរបស់នាងពិតជាទន់ណាស់គ្រាន់តែច្បាច់ប៉ុណ្ណឹងក៏នាងជួយដែរមែនទេ លេង យើ ដៃ ងប្រាប់ ខ្ញុំ នាងគឺជាប្រពន្ធរបស់យើងនាងត្រូវតែជួយយើង លេងដៃខ្ញុំទៅ បើសិនតែនាងហ៊ានប្រេកប៉ុណ្ណានាងប្រកាសជាមានគ្រោះថ្នាក់ នាងឲ្យកៅជីងចូលរួមការប្រកួតមែន ដើម្បីជួយគាត់ខ្ញុំបានលក់ផ្ទះរបស់លោកយាយហើយ នាងឲ្យគេចូលរួមដូចជាធ្វើបាបគេយ៉ាងអញ្ចឹង ឆាប់ជួយគេផងទៅ មានតែតំណែងរបស់គេទេទើបអាចចូលរួមបានខ្ញុំគ្មានសិទ្ធិទេ អញ្ចឹងបើគ្មាន ជួយ គេ ផងជួយផង ជួយផងជួយផងជួយផង អូនេះវិញអូនេះវិញ គេចាប់កៅ
ជីងធ្វើបាត់ហើយ អត់បានការមែនប្រកាសជាកៅអៅបញ្ជាពួកវាតាមចាប់កៅជីងហើយ បដៅមកមកកៅបើយើងស្មានមិនខុសទេគេចាប់កៅជីពិតជាមានគោលបំណងថ្ងៃស្អែកនេះគេប្រកាសជាធ្វើសម្ភារជាមួយអ្នកកសែត យើងទៅមកកៅតាមរកកៅអៅភ្លាម យើងមិនអត់អន់ឲ្យអ្នកដែលធ្វើបាបមិត្តភក្តិរបស់យើងជាដាច់ខាតសូមអ្នកកសែតទាំងឡាយមេត្តាប៉ាថោសិនបានហើយទេនេះគឺជាច្បាប់នៅក្នុងថ្ងៃនេះការជួបជុំរបស់ទេវតាល្បែងក្នុងថ្ងៃនេះនឹងចាប់ផ្ដើមការប្រកួតហើយថ្មីត្បិតថាអ្នកតំណាងអូស្ត្រាលីកូរ៉េគេមិនតន់មកដល់មែនក៏ប៉ុន្តែយើងមិនអាចរងចាំតទៅទៀតបានទេឥឡូវនេះយើងសូមស្វាគមន៍ទេវតាល្បែងលោកកៅអៅហើយសូមប្រកាសចាប់ផ្ដើមកម្មវិធីចាប់ពីពេលនេះតទៅ កៅអៅឆាប់ដោះលែងកៅជីងភ្លាម យើងមិនដឹងថានាងចង់និយាយថាម៉េចទេ ឯងនេះ តែឯងចង់ធ្វើស្អីឯងជាណាឯងចង់យ៉ាងម៉េចឯងមានដឹងដែរទេនេះជាកន្លែងត្រឹមត្រូវអាចនិយាយបានតែមិនអាចត្រាស់ដៃបានទេយើងគឺជាមនុស្សសម្រាប់ចាត់ការមនុស្សថោកទាបព្រៃផ្សៃដែលគ្មានឪពុកម្ដាយអប់រំដូចជាឯងអញ្ចឹងមនុស្សថោកទាបសាហាវព្រៃផ្សៃដូចជាឯងរស់នៅក្នុងសង្គមក៏អាចបានប្រយោជន៍ដែរអាចចឹងហើយឯងចង់និយាយថាម៉េចឯងជាយើងខ្ញុំណែ អ្នកទាំងអស់គ្នាដំណើររបស់ប្រទេសអូស្ត្រាលីបានមកដល់ហើយសូមស្វាគមន៍សូមទោសដែលខ្ញុំមកយឺតពេលបន្តិចសូមតើលោកឈ្មោះអីដែរខ្ញុំឈ្មោះកាជីងអ្នកដែលមានរបួសកាលពីលើកមុនឥឡូវនេះខ្ញុំជាហើយខ្ញុំទទួលការអញ្ជើញរបស់លោកវ៉ាងជាហើយនៅអូស្ត្រាលីដើម្បីចូលរួមការប្រកួតលើកនេះម្ដងនេះខ្ញុំមិនឲ្យអ្នកទាំងអស់គ្នាអស់សង្ឃឹមទេចាកៅជីងបងជាខ្ញុំសប្បាយចិត្តណាស់ ខ្ញុំមិនអីតតែសោះក៏ប៉ុន្តែកន្លងមកគេយកឡាន FBI ពិសេសមកតាមដានសកម្មភាពរបស់យើង FBI អាជីងបើខ្ញុំមិនធ្វើពុតលប់សតិខ្ញុំក៏មិនអាចរស់ដល់សប្តាហ៍ថ្ងៃនេះដែរ អញ្ចឹងបងក៏ហក់ខ្ញុំដែរហ៎ មិនមែនទេខ្ញុំឈប់កុហកនាងទៀតហើយទៅវិញ តាមពិតមានគេតាមដានរឿងយើងម្យ៉ាងទៀតបងបានតំណាក់តំណងមនុស្សដែលនៅអូស្ត្រាលីរួចទៅហើយមែនទេ ខ្ញុំប្រើវិធីចាស់កម្រិលគឺសរសេរសម្បត្តិខ្ញុំសរសេរសម្បត្តិតាំងពីដើមដល់ចប់ ហេតុអីបានជាខ្ញុំមិនដឹង មានកិច្ចការជាច្រើននាងមិនអាចដឹងបានទេ តែចាប់ពីពេលនេះតទៅអ្វីអ្វីក៏ខ្ញុំដឹងឮដែរស្ដាប់បានទេ ស្វាយចិត្តចុះ ទេ ខ្ញុំត្រូវតែដឹង តើផ្ទះនេះមានបញ្ហាទេ គេជាអ្នករៀបចំឲ្យយើងយប់នេះយើងគួរតែសម្រាប់បានស្រួលទៅ អញ្ចឹងថ្ងៃស្អែកបងមានការជឿជាក់ដែរឬក៏អត់ កៅអើត្រូវទប់ទល់ជាមួយជើងឯកម្នាក់មកពីហ្វីលីពីនឈ្មោះថននេះប៉ុន្តែរឿងដែលខ្ញុំបារម្ភគឺឈីងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេ ប្រហែលជាមិនអីទេ បញ្ហាមួយទៀតដែលខ្ញុំមានការបារម្ភនោះគឺបើថ្ងៃស្អែកគេមិនអាចយកឈ្នះខ្ញុំបានទេយប់នេះគេប្រកាសជាឲ្យមនុស្សមកតាមសម្លាប់ខ្ញុំ លោកតកែយើងគួរចាត់ការឬមួយយ៉ាងណា អាចចចកយប់នេះម៉ោង 11 កន្លះនៅពេលដែលគេចូលចិត្តហើយពេលដែលគេត្រូវការសម្រាប់ដល់ពេលនោះចាត់ការគេទៅរយៈពេល 3 នាទីត្រូវសម្លាប់មនុស្សទាំងអស់បាទកាលដែលឯងនៅវៀតណាមឯងធ្លាប់ប្រយុទ្ធជាមួយនឹងឡុងអូហើយឯងក៏ស្គាល់ថ្មីដែរគេច្បាស់ គេនៅវៀតណាមអាចរត់រួចតែយប់នេះគេមិនអាចរត់រួចនោះទេ ប្រយ័ត្នប្រយែងទៅល្អជាង
យប់នេះបងនៅក្នុងបន្ទប់ប្រកាសជាគ្មានគ្រោះថ្នាក់ទេ ទោះជាយ៉ាងណាក៏យើងមិនបែកគ្នាដែរ ឆាប់ទៅ ហើយបងធំអីកុំសម្លាប់ខ្ញុំអីបងចង់ដឹងអីខ្ញុំប្រាប់អីលើនេះអាជីនឹងលោកកៅជីនៅក្នុងបន្ទប់របស់គេដែលមានរមុំ 2000 ម៉ែត្រការ៉េស្រួលរត់ណាស់ផ្ទះបាយចំទី2ទូទឹកកកនៅក្នុងនោះមានមន់ដុតមន់អាងចង់ពិសាអីយកខ្លួនឯងទៅលងអ៊ូកំពុងតែងូតទឹកគេមិនទាន់ចេញមកទេសូមប្រយ័ត្នប្រយែងរអិលសាប៊ូច្រើនណាស់ទោះជាយ៉ាងណាក៏ដោយគឺងាយស្រួលបំផុតខ្ញុំជាកម្មករអើយគ្នាឯងទេខ្ញុំភ័យសឹងដាច់ខ្យល់ហើយ អាចចោដល់ឡើងគេទៅទីនេះមិនមែនជាវៀតណាមទេ បងជីង កើចេញឡងអូបាយក្រាន់បានណាឆាំមកជួយនេះចឹងយើងរាប់ពី1ដល់3បើមិនចឹងទេយើងទម្លាក់នឹងទៅខាងក្រៅភ្លាមស្ដាប់បាននេះ1 2ប្រយ័ត្ន ដល់ពេលហើយមិនដាច់ចិត្តទៅអី ខ្ញុំចង់ជួបនាងណា សិវឈីខ្ញុំមកហើយលោកគ្រូពេទ្យថាឆ្អឹងខាងក្រៅខ្នងរបស់នាងបាក់ខ្ទេចអស់ប្រហែលជាគ្មានសង្ឃឹមទេអាជីខ្ញុំដឹងថានាងប្រកាសជាស្ដាប់សម្ដីរបស់ខ្ញុំបានទាំងអស់ពួកវាធ្វើបាបនាងយ៉ាងនេះខ្ញុំមិនអត់អស់នៅពួកវាជាដាច់ខាតឥឡូវនេះនាងដូចជានៅក្នុងប្រអប់មួយអញ្ចឹងក្នុងទីងងឹតมันអាចកម្រើកបានម្យ៉ាងទៀតប្រអប់នេះអូនមិនអាចបើកបានទេបងមិនចង់ឲ្យអូនស្ថិតនៅក្នុងសភាពវេទនាទេបងបាននិយាយឲ្យថាបងនឹងធ្វើសក់តាមសំណពររបស់អូនពិតមែនថាអូនមិនឃើញតែបងសន្យាបងត្រូវតែធ្វើតាមអូន
កួតល្បែងប្រចាំពិភពលោកមានអ្នកតំណាងឲ្យប្រទេសអូស្ត្រាលីគឺលោកកៅជីងអ្នកតំណាងឲ្យម៉ាកាគឺលោកកៅអៅអ្នកតំណាងឲ្យកូរ៉េលោកជីងអ៊ីសុងអ្នកតំណាងឲ្យសហរដ្ឋអាមេរិកថិនយ៉ាសិនអ្នកតំណាងឲ្យហ្វីលីពីនម៉ានីម៉ារ៉ូណូអ្នកតំណាងឲ្យអូស្ត្រាលីគឺលោកផេរីសេឌីអ្នកទាំងអស់គ្នាមាន6នាក់ត្រាក់គ្មានកំណត់តែតិចបំផុតក្នុងម្នាក់ត្រូវមាន5លានហើយនេះគឺជាសិល្បៈដែលផលិតនៅក្នុងបទល្បែងពិសេសរបស់យើងដែលមិនអាចខ្លាំងខ្លាយបានឡើយពីព្រោះបៀទាំងពីរហូរនេះមានក្បាច់ផ្កាខុសពីគ្នាបៀដែលលេងមួយក្តាររួចហើយនឹងកំទេចចោលទាំងអស់មិនទុកមួយសន្លឹកឡើយហើយនេះហើយមិនឲ្យប៉ះពាល់ដល់ជើងឯកក្នុងការប្រកួតបើមិនចាំបាច់អ្នកដែលចូលរួមប្រកួតនាំគ្នាចូលបានតែ3នាក់ហើយកំណត់36ក្តារចាញ់ឈ្នះសូមស្វាគមន៍លោកកៅពួកគេមកជុំគ្នាអស់ហើយសូមជើញចូលទៅអូយសំទោសរឿងពីយប់នេះខ្ញុំមានការសោកស្ដាយណាស់តែខ្ញុំជឿថាក្រោយពេលប្រកួតឯងកាន់តែមានការឈឺចាប់ថែមទៀតម្យ៉ាងទៀតខ្ញុំចង់និយាយប្រាប់ឯងយូរហើយសិតសក់បែបនេះវាអាក្រក់មើលខ្លាំងណាស់បងជីងខ្ញុំមានកិច្ចការខ្លះចង់និយាយជាមួយបងថ្ងៃក្រោយចាំនិយាយគ្នាតែរឿងនេះសំខាន់ណាស់ការប្រកួតល្បែងចាប់ផ្ដើមបងជីវយប់នេះសូមអង្គុយនៅខាងក្រោយអាជីងកន្លងមកគេមានទម្លាប់អាក្រក់មួយគេចូលចិត្តទីស្លឹកបៀឡើងមើលយូរណាស់មកហើយនៅតែមានទម្លាប់ចាស់មិនកែប្រែក៏ប៉ុន្តែខ្ញុំខ្លាចវាមានការប្រែប្រួលខុសពីមុនស្លឹកប៊ូ30ម៉ឺនខ្ញុំមិនតាមទេមិនតាម20ក្តារទៅឲ្យគេមិនតាមគេមិនចង់លេងតទៅទៀតឬមួយយ៉ាងណាខ្ញុំហៅ2លានឯងទៅហៅថ្លៃវាដូចជាយឺតពេលពេកហើយប្រារបាយភាកច្រើននៅក្នុងហប៉ៅរបស់ខ្ញុំទៅហើយពេលនេះបើសិនជាខ្ញុំធ្វើដោយឯងមិនតាមគ្រប់ដៃនោះក៏ខ្ញុំឈ្នះឯងដែរឯងឲ្យ50នាមទេវតាល្បែង
ไม่ก็อ่อนคลั่งมาแล้ว ជួនកាលធ្វើចាញ់ម្ដងពីរដងគឺរឿងធម្មតាទេខ្ញុំមិនតាមទេហើយពិតជានិយាយត្រូវមែនយើងគឺទេវតាល្បែងយើងមិនទុកពេលឯងទៀតទេមកលៀន ខ្ញុំតាមខ្ញុំតាមខ្ញុំជាអ្នកនិយាយថ្លៃម្ដង5 លាន 5 លានចង់មើលបាតបៀរបស់ខ្ញុំកុំសង្ឃឹមឲ្យសោះ5 លានខ្ញុំថែម10 លានសរុបទាំងមុនក្រោយគឺ15 លាន ខ្ញុំមិនចង់អន់ពេកទេបើមិនអញ្ចឹងខ្ញុំប្រកាសជាគ្មានពេលខ្ញុំតាម អូស្ត្រាលីពិតជាមានប្រាក់ច្រើនមែនផែពីរចង់តាមផែកញ្ចាស់លោកត្រាតែមាន32កុំល្ងងខ្លាំងពេក ខ្ញុំតាម10 លានទៀតខ្ញុំចាប់សំដីឯងមិនខុសទេគឺ2 3 សន្លឹកធម្មតាទេខ្ញុំដាក់ទាំងអស់ដាក់ទាំងអស់2 3 ស្លឹកនេះគួរអស្ចារ្យហ្វីលីពីនយើងមិនខ្វះប្រាក់ទេផែគេចាស់ស៊ីឯងបានបាត់ទៅហើយទេវតាល្បីឯងយ៉ាងម៉េចដែរបាត់មានរបស់គេគឺសន្លឹក10 កើជាមានស្លឹក2 3តាមហ្វីលីពីននោះនៅតាមទៀតនោះបានសេចក្តីថាគេប្រកាសជាមានកញ្ចាស់3តាមមើលទៅយើងមិនគួរតាមទេ កៅអើបើសិនជាយើងលើកកន្សែងសនេះចេញមកបានន័យថាឯងតាមរហូតក៏មានការសង្ស័យឲ្យសោះយើងមានវិធីទប់ទល់ជាមួយនឹងអាជីងហើយ ប្រាកំពូលស្ងៀត ដល់ពេលនោះឯងគង់តែដឹងទេយ៉ាងណាក៏ដោយត្រូវតែធ្វើតាមកន្សែងរបស់យើង អ្នកទាំងអស់គ្នាប្រឹងប្រែងយ៉ាងនេះទៅហើយបើខ្ញុំមិនប្រឹងក៏មិនកើតដែរខ្ញុំជឿថាខ្ញុំមានសង្ឃឹមខ្ញុំតាម ឆ្កែយង សំទោសមករបស់ខ្ញុំធំផាសុនខ្ញុំជាអ្នកនិយាយថ្លៃ ម្នាក់នេះក៏អស់លុយទៅហើយនៅសល់តែឯងហើយនឹងខ្ញុំទេ មិនអីទេទុកពេលគេម្ដងទៅហើយសួរគេទៅមើលតើគេព្រមថែមប្រាក់ដែរទេខាងក្រោយខ្នងរបស់ខ្ញុំមានប្រាក់30 លានដុល្លារអាមេរិកយើងទុកសិទ្ធឲ្យឯងលេងជាមួយយើងម្ដងទៀតចុះ ខ្ញុំសុំបាត់បៀសិនបាត់បៀ បាត់នេះ អូយអ្នកទាំងអស់គ្នាលប់សតិមែនទេ លោកកើចេញលោកមានប្រាក់ថ្មីបន្ថែមដែរទេ ភាគីអូស្ត្រាលីគេមិនចង់បន្ថែមប្រាក់ខ្ញុំទេ ខ្ញុំមាន នេះឈ្មោះទេ ចង់ធ្វើអីនោះហ៎ បងជីងអំបាញ់មិញខ្ញុំចង់និយាយប្រាប់បងពីរឿងនេះណាកៅអីខ្ញុំត្រាំលេងបានហើយខ្ញុំបានយកប្រាក់សន្សំរបស់ខ្ញុំទាំងប៉ុន្មានមកនេះដើម្បីផ្លោះគ្នាម្ដងនេះគឺមូលប្រទានប័ត្រមានតម្លៃ30 លានដុល្លារអាមេរិកខ្ញុំជួយបងកៅជីងចាស់ អាជីង បងកៅជីងកុំរវល់នឹងខ្ញុំប្រាក់30 លាននេះគឺខ្ញុំជាអ្នកជួយបងខ្ញុំឈប់តាមនឹងគេហើយ ខ្ញុំដឹងថាគួរធ្វើយ៉ាងម៉េចហើយនាងទៅវិញចុះនេះគឺមូលប្រទានប័ត្រសូមជួយពិនិត្យ កើចេញឯងពិតជាគ្រាន់បើមិនឯងហ៊ានលួចស្រឡាញ់ប្រពន្ធយើង កុំ ផង និយាយពាក្យថោកទាបពេករឿងរបស់យើងតែពីរគួរតែទូទាត់នៅក្នុងថ្ងៃនេះឲ្យចប់ស្រេចបាច់ បានបានយើងយល់ព្រមទទួលមូលប្រទានប័ត្រនេះ បើទំនើប
នេះខ្ញុំត្រូវយកអ្វីដែលជារបស់ខ្ញុំមកវិញប្រាក់សុទ្ធ$30 លានអាមេរិកថ្នល់យកឈ្នះចាញ់ ប្រាក់របស់យើងមិនចាញ់ឲ្យដល់ងាយនោះទេកើចេញហើយលុយស្រឡាញ់ប្រពន្ធរបស់យើងនឹងយកសន្លឹកបៀរបស់យើងទិញដៃរបស់ឯងបើអ្នកណាចាញ់អ្នកនោះជាអ្នកកាប់ដៃរបស់ឯងចោល មិនក៏សាហាវខ្លាំងម្ល៉េះ ហើយនិយាយថាចង់កាប់ដៃរបស់យើងចោលយើងមានរឿងអីទុកពេលហើយសងសឹកជាមួយយើងទៀតនោះ លោកគណៈកម្មការតើអញ្ចឹងអាចធ្វើបានដែរទេ គំនុំផ្ទាល់ខ្លួនរបស់អ្នកទាំងពីរគណៈកម្មការមិនចង់រវល់ទេ វាយទៅពីនេះឈួតទេយើងទុកដៃទៅពីអោបស្រីវិញយើងសាមកចាស់យើងចោលយើងមិនតាមពួកឯងនាំខូចដៃរបស់យើងទេ យ៉ាងម៉េចហើយមិនហ៊ានទេ បាទលោកជាអ្នកបង្ខំខ្ញុំតាមបើបៀទៅដៃខាត់មិនមែន10កើតទេព្រោះ10កើតលើខ្ញុំ បងស៊ីគឺខ្ញុំជាអ្នកក្បត់បងខ្ញុំមិនជួយគាត់ក៏មិនកើតដែរសុំទោស កាលពីល្មុនខ្ញុំជាអ្នកឈ្នះដោយសារថងហ្វាសិនហើយលើនេះក៏ដូចកាលពីលើមុនដែរអ្នកទាំងអស់គ្នាខ្ញុំថងហ្វាសិន អាណាសន្លឹក10កើហេតុអីបានជាបានសន្លឹក10កើ ស៊ីនឹងលោកឲ្យអាឈិញដូរបាតបៀរបស់ខ្ញុំនេះគឺជាកម្ពុជាស្ទាបចុងក្រោយតែគួរស្ដាយណាស់ពេលដែលខ្ញុំបានជួបអាឈិញជាលើកទី1ភ្នែករបស់នាងខុសប្លែកពីមុនឆ្ងាញ់ណាស់នាងជាស្រីក្បត់ចិត្តស្រីដែលក្បត់ចិត្តអ្វីក៏គេហ៊ានធ្វើដែរគឺខ្ញុំមានចេតនាឲ្យគេដូរបាតបៀរបស់ខ្ញុំលោកឲ្យភ្នែកទេវតាសម្លឹងមើលបៀរបស់ខ្ញុំស្មានថាខ្ញុំមិនដឹងទេ ប៉ុន្តែអ្វីដែលគេបានមើលឃើញគ្រាន់តែជាជ្រុងស្លឹកបៀនៅក្នុងចិញ្ចៀនរបស់ខ្ញុំតែប៉ុណ្ណោះបាតបៀរបស់ខ្ញុំមិនមែនស្លឹក10កើតទេតាមការពិតគឺស្លឹក3ជួងហើយនេះគឺជាកម្ពុជាស្នៀតដែលលោកបានបង្ហាត់ខ្ញុំថ្ងៃមុននោះលោកចាំទេហើយក៏ជាស្លឹក3ដែលខ្ញុំយកមកថ្វាយលោកដែរសូមអរគុណលោក ឯងប្រើល្បិចគណៈកម្មការគេប្រើល្បិច លោកគណៈកម្មការខ្ញុំធ្វើនេះគឺដោយសារតែគេប្រើល្បិចមកលើខ្ញុំមុនតើធ្វើអញ្ចឹងខុសច្បាប់ដែរទេលោកនិយាយទៅមើល មិនខុសទេតើបាននេះថាម៉េចទៅគេមានសន្លឹក2 3ដើមចំណែកលោកមានអត់តែមួយសន្លឹកហើយនេះហើយគឺគេជាអ្នកឈ្នះ អូយ32ឈ្នះងាប់ខ្ញុំអើយ ជំពះប្រាស់សងប្រាក់